ធ្លាប់មានអារម្មណ៍ថាមានគេសម្លឹងមើលអ្នកនៅពេលដែលអ្នកកំពុងតែគេងនៅក្នុងបន្ទប់ម្នាក់ឯងណាកំពុងតែគេងនោះគឺគេងអត់ទាន់លក់ទេតែបែរជាមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងសម្លឹងមើលមកយើងសាច់រឿងមួយបងស្រីម្នាក់ដែលគាត់បានស្គាល់ខ្ញុំបានប្រាប់ថាយប់មួយគឺគាត់បានគេងនៅក្នុងបន្ទប់គាត់ស្រាប់តែគាត់កំពុងតែគេងលាវចិត្តលក់ហើយស្រាប់តែឮសំឡេងផ្សឹបចេញពីក្រោមគ្រែរបស់គាត់ឮសំឡេងនោះគាត់ចាប់ផ្ដើមដឹងខ្លួនរបៀបថាអ្នកណាហៅឈ្មោះគាត់ច្បាស់មែនតែនសំឡេងនោះគូច្បាស់មែនតែនតែម្ដងហើយដែលហៅគាត់ហ្នឹងគឺមិនមែនជាសំឡេងមនុស្សយើងធម្មតាទូទៅទេគឺជាសំឡេងមនុស្សដែលគេហៅថាស្លាប់យូរទៅហើយសំឡេងបែបដូចជាអ្នកស្លាប់បងប្អូនដឹងហើយគឺរបៀបថាឡើងកលួចតែម្ដងហៅឈ្មោះគាត់នៅពីក្រោមគ្រែគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលទេគាត់អត់ហ៊ានអោនចុះទៅមើលទេដោយសារតែគាត់ខ្លាចគាត់ភ័យគាត់ក៏បានបើកទូរស័ព្ទរួចថតជាវីដេអូដាក់ថតចុះទៅក្រោមគ្រែនៅពេលនោះផងដែរនៅពេលដែលគាត់បានបើកវីដេអូដាក់ទូរស័ព្ទចូលទៅក្រោមគ្រែហ្នឹងនៅពេលដែលគាត់ដាក់ចូលគឺគាត់អត់បានឃើញអ្វីទាំងអស់តែបែរជាគាត់ឃើញរូបថតខ្លួនឯងគាត់បានឃើញរូបថតខ្លួនឯងនៅក្រោមគ្រែពួកគាត់ឆ្ងល់ខ្លាំងថាតើរូបថតនេះថតពីពេលណាទាំងដែលគាត់អត់បានដឹងសោះតែម្ដងថារូបថតហ្នឹងតើថតពីពេលណាមកចាប់ពីពេលនោះមកគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាប្លែកអត់ហ៊ានគេងម្នាក់ឯងតទៅទៀតទេពេលផងដែរគាត់ចាប់ផ្ដើមរកអ្នកមកគេងជាមួយដូចជាមិត្តភក្តិស្រីៗរបស់គាត់អញ្ចឹងណាហើយរឿងនេះផងដែរគឺបងស្រីម្នាក់ដែលខ្ញុំសូមអត់បញ្ចេញឈ្មោះគាត់ទេគឺគាត់មានបទពិសោធន៍មួយត្រង់ថាឮសំឡេងគេហៅឈ្មោះគាត់ដោយសារតែសំឡេងនោះបងប្អូនដឹងហើយខ្ញុំក៏ធ្លាប់ឮដែរមកសារឮមែនតែនឮសំឡេងដែលហៅឈ្មោះខ្ញុំចំតែម្ដងដូចជាឈ្មោះខ្ញុំអាអេងអញ្ចឹងណាគេហៅមកថាអាអេងអើយរបៀបអញ្ចឹងឲ្យខ្ញុំវាស៊ាំខ្លាំងមែនតើដល់ថ្នាក់លេងខ្វល់ខ្វាយទៅលើសំឡេងទាំងអស់នោះហើយចុះអ្នកទាំងអស់គ្នាធ្លាប់ឮសំឡេងដែរហៅយើងអត់នៅក្នុងបន្ទប់ទាំងដែលនៅក្នុងបន្ទប់មានតែយើងឯងធ្លាប់ឮសំឡេងប្លែកហៅយើងឬអត់បើសិនជាបងប្អូនធ្លាប់ឮបញ្ចេញមតិនៅក្នុង comment ខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងផងសូមកុំភ្លេចចុច like និង follow subscribe YouTube របស់នាងខ្ញុំផងអរគុណ